មុននឹងសម្រាប់ចាត់ទៅរៀននៅក្រៅប្រទេសដូចជាប្រទេសអូស្ត្រាលី កាណាដា អាមេរិកនិងបណ្ដាប្រទេសផ្សេងៗជាច្រើនទៀតបងប្អូនត្រូវគិតរឿងទាំង3នេះឲ្យបានដិតដល់បើមិនចង់មានការសោកស្ដាយនៅពេលក្រោយបងប្អូនទូទៅដែលបានមើលវីដេអូខ្ញុំធ្វើវីដេអូផ្សេងៗចែកម្លែកបទពិសោធន៍របស់ខ្ញុំដែលបានមកសិក្សានៅប្រទេសអូស្ត្រាលីរយៈពេល3ឆ្នាំហ្នឹងនោះច្រើនគឺថាអ្វីខ្ញុំនិយាយហ្នឹងវាស្រួលណាស់ការមករៀននៅស្រុកគេហ្នឹងខ្ញុំបង្ហាញជីវិតហ្នឹងហើយបង្ហាញពីអ្វីខ្ញុំបានឆ្លងកាត់ហ្នឹងហើយវាអត់មានអីពិបាកលើនឹងទៀតទេតែខ្ញុំចង់បញ្ជាក់ប្រាប់3ចំណុចធំនេះឲ្យបងប្អូនយកទៅគិតពិចារណាថាអានេះគឺជាចំណុចដែលខ្ញុំឆ្លងកាត់ផ្ទាល់វាគឺជាឧបសគ្គហើយឧបសគ្គហ្នឹងវាពិបាកឆ្លងកាត់ហើយមិនមែនឆ្លងកាត់តែមួយថ្ងៃទេពេលជន់ដីស្រុកគេមកម្នាក់ឯងហ្នឹងគឺត្រូវឆ្លងកាត់ពីចំណុចចាប់ដើមរហូតដល់ចំណុចបញ្ចប់គឺរហូតដល់ពេលយើងរៀនចប់ហើយបន្តទៅលើនឹងទៀតអញ្ចឹងចង់សួរថាឧបសគ្គទាំង3ដែលខ្ញុំបាននិយាយហ្នឹងគឺមានអីគេខ្លះឥឡូវចូលមើលវីដេអូនឹងទាំងអស់គ្នាសួស្តីអ្នកនរគ្នាខ្ញុំឈ្មោះចិនតាជាអតីតនិស្សិតអាហារូបករណ៍ផ្នែកគណនេយ្យហិរញ្ញវត្ថុនៅសាកលវិទ្យាល័យ Swinburne ទីក្រុង Melbourne ប្រទេសអូស្ត្រាលីឥឡូវហ្នឹងខ្ញុំកំពុងនៅប្រទេសអូស្ត្រាលីហើយបច្ចុប្បន្នកំពុងតែដើរទៅធ្វើការខាងប្រកាសពន្ធនៅទីក្រុង Melbourne នេះឯងខ្ញុំតែធ្វើវីដេអូផ្សេងៗចែករំលែកពីបទពិសោធន៍របស់ខ្ញុំដែលបានមកសិក្សានៅប្រទេសអូស្ត្រាលីរយៈពេល3ឆ្នាំហ្នឹងហើយបើសិនជាអ្នកនរគ្នាចូលចិត្តវីដេអូនេះហើយនឹងចង់ឃើញវីដេអូផ្សេងទៀតកុំភ្លេចជួយចុច follow page ម្នាក់មួយផងកុំភ្លេចចុច subscribe ក្នុង YouTube channel របស់ខ្ញុំផងអរគុណច្រើនចំណុចទី1ខ្ញុំចង់លើកឡើងមកនិយាយនោះគឺយើងមកពីខ្មែរហើយខ្ញុំប្រកាសណាស់ថាអ្នកនរគ្នាដែលមកហ្នឹងនឹងមានភាពឯកាជាក់ជាមិនខាងឥឡូវមើលជុំវិញខ្លួនខ្ញុំតើម្នាក់ឯងទេយើងទៅធ្វើអីយើងម្នាក់ឯងតែយើងមកពីខ្មែរយើងមកដល់ភ្លាមខ្ញុំចាប់ទុកថាអ្នកនរគ្នាមកសិក្សាដូចខ្ញុំចោះមកដំបូងគឺយើងមកតែម្នាក់ឯងអ្នកខ្លះមានបងប្អូនមានអីទៅប៉ុន្តែគេហៅគោលដៅជីវិតយើងមកមានតែមួយគឺមកសិក្សាហើយជាទូទៅអ្នកនៅប្រទេសអូស្ត្រាលីនេះណាគេក៏រវល់ដែរអត់មានណាគេមកចាំកាន់ដៃយើងទៅធ្វើអីគ្រប់បែបយ៉ាងទេទោះបីយើងឧទាហរណ៍ថាមានបងប្អូននៅជាមួយយើងគាត់បានបង្ហាញផ្លូវយើងឲ្យធ្វើនេះធ្វើនោះប៉ុន្តែក៏គាត់រវល់មានការងារធ្វើរបស់គាត់មានភារកិច្ចផ្ទាល់ខ្លួនរៀងខ្លួនរបស់គាត់ទោះបីជាពេលខ្លះយើងទៅសាលាយើងមានមិត្តភ័ក្តិយើងជួបមនុស្សជួបអីខ្លះទៅកន្លែងធ្វើការប៉ុន្តែពេលយើងមកផ្ទះវិញយើងនឹងមានអារម្មណ៍មួយនឹងថាយើងដូចមានអារម្មណ៍ថាឯកោដោយសារតែមនុស្សម្នាក់ៗឃើញគេទៅណាទៅណីអីជីវិតរបស់គេរៀងខ្លួនតែពេលយើងងាកមកយើងមើលលើយើងវិញជួនកាលយើងភ្លេចថាគោលដៅយើងគឺជាអ្វីដោយសារយើងនៅតែម្នាក់ឯងយូរទៅអ្នកខ្លះមានអារម្មណ៍ stress អ្នកខ្លះអាចនៅបានទេដោយសារតែធ្លាប់តែនៅផ្ទះប៉ាម៉ាក់ក៏ធ្វើម្ហូបឲ្យហៅទៅញ៉ាំបាយហៅអីដល់ពេលមកនេះម្នាក់ឯងទាំងអស់ស្អីក៏ម្នាក់ឯងដែរអញ្ចឹងអត់ស្រួលហ្មងទេគឺពិសេសគេអាការឯកោហ្នឹងដល់ពេលយើងឯកោយូរទៅវាខ្លះជាបញ្ហាមួយមិនមែនមនុស្សទាំងអស់អាចឆ្លងកាត់ឬទទួលយកអាភាពឯកោនឹងបានទេគឺអត់ស្រួលទេពិបាកខ្លាំងដល់នេះត្រូវទទួលយកការពិតមួយហ្នឹងហើយព្យាយាមរស់នៅជាមួយវាហើយបើរស់នៅជាមួយភាពឯកោនឹងអត់បានទេគឺនឹងបរាជ័យហើយមានបងប្អូនជាច្រើនណាស់ដែលបានមករៀននៅទីនេះហើយបោះបង់ពាក់កណ្ដាលផ្លូវចោលដោយសារតែมันអាចឆ្លងកាត់ភាពឯកោមួយនឹងបានឧបសគ្គទី2នោះគឺការជំរុញខ្លួនឯងឲ្យធ្វើអ្វីដែលយើងមិនចង់ធ្វើតទៅសោះមានដូចជាគេខ្លះមានដូចជាការរៀនសូត្រការដាំបាយលាងចានបោកអាវជូតផ្ទះការនិយាយជាមួយមនុស្សដែលយើងចង់និយាយជាមួយរកការងារចូលទៅមកពីខ្មែរយើងគឺជាក្មេងម្នាក់កាលខ្ញុំមកហ្នឹងអាយុ18ទៅចូល19ឆ្នាំអត់ដែរធ្វើការនៅខ្មែរសោះត្រូវមកនេះរកការងារធ្វើធុបឆ្លងកាត់ច្រើនមែនទែនអ្វីដែលខ្ញុំមិនចង់ធ្វើតតែសោះសួរខ្ញុំនឹងចង់ខ្លាំងណាស់មែនងើបតាំងពីព្រលឹមដើម្បីមកធ្វើការទាំងដែលមេឃកំពុងតែត្រជាក់ថ្ងៃមិនទាន់បើកផងហើយមនុស្សផ្សេងកំពុងតែដេកអីហ្នឹងខ្ញុំចង់ខ្លាំងមែនខ្ញុំមកចង់ទេប៉ុន្តែវាគឺជាអ្វីមួយដែលខ្ញុំត្រូវតែធ្វើវាគឺជាភារកិច្ចមួយនៅពេលដែលអ្នកនរមកទីនេះបើសិនជាអ្នកនរមករៀនត្រូវការរកលុយខ្លះធ្វើការ part time ដើម្បីសម្រាលបន្ទុកគ្រួសារហ្នឹងឬក៏ចង់សន្សំលុយចង់រកលុយអីហ្នឹងគឺនឹងត្រូវឆ្លងកាត់រឿងទាំងអស់ហ្នឹងហើយខ្ញុំបានឆ្លងកាត់តាំងពីខ្ញុំមកដល់ភ្លាមរហូតដល់ពេលឥឡូវរៀនចប់ហើយក៏នៅតែបន្តឆ្លងកាត់ឧបសគ្គមួយនឹងដែរហើយឧបសគ្គទី3ដែលបងប្អូនទាំងអស់គ្នានឹងឆ្លងកាត់នៅពេលដែលបងប្អូនបានឈានជើងចេញពីប្រទេសកម្ពុជាមករៀននៅក្រៅប្រទេសនោះគឺភាពមិនច្បាស់លាស់បានន័យថាម៉េចភាពមិនច្បាស់លាស់នេះគឺវាចាប់ផ្ដើមតាំងពីពេលដែលយើងឈានជើងចេញពីប្រទេសតាំងពីពេលយើងសម្រេចចិត្តចេញពីប្រទេសមកបន្ទាប់មកតាំងពីពេលដែលយើងមកដល់ប្រទេសអូស្ត្រាលីនេះចូលក្នុងថ្នាក់រៀនមិនច្បាស់លាស់ថារៀនធ្វើម៉េចឲ្យបានប៉ាកែអ្នកខ្លះគេរៀនមួយថ្ងៃតែ1ម៉ោង2ម៉ោងគេប៉ាកែប៉ុន្តែមិនមែនមនុស្សទាំងអស់ដូចគ្នាទេមនុស្សទាំងអស់មាន24ម៉ោងដូចគ្នាអ្នកខ្លះគេត្រូវការតែ2 3ម៉ោងសម្រាប់រៀនឲ្យយល់ឲ្យគេមួយតែមិនប្រកាសថាយើងត្រូវការចំណាយពេលតែប៉ុណ្្នឹងទេបើមិនជាយើងអត់មានបានឆ្លងកាត់មេរៀនទាំងអស់នោះពីមុនមកយើងនឹងត្រូវការចំណាយពេលវេលាលើអ្នកផ្សេងដែលគេឆ្លងកាត់មេរៀន
ទាំងនោះមកអញ្ចឹងបានន័យថាយើងអាចត្រូវការចំណាយពេល5ម៉ោង10ម៉ោងឬក៏លើនឹងទៀតហ្នឹងគឺជាឧទាហរណ៍មួយពាក់ព័ន្ធជាមួយនឹងការសិក្សាវាមានឧទាហរណ៍ផ្សេងៗច្រើនទៀតដូចជាភាពមិនច្បាស់លាស់នៅការរកការងារដល់ពេលយើងមករៀនបណ្ដាលធ្វើការបដាលហ្នឹងយើងត្រូវបែងចែកពេលវេលាឲ្យយើងខ្លះដើម្បីទៅធ្វើការដើម្បីរកចំណូលខ្លះគិតគង់ខ្លួនឯងសម្រាប់ទៅទិញកៅអៅហូបចុកបងថ្លៃផ្ទះបងថ្លៃភ្លើងអីមិនដឹងថាទៅរកការងារក្រៅម៉ោងនឹងមកពីណាហើយមិនដឹងថាត្រូវការចំណាយពេលប៉ុន្មានដើម្បីរកឲ្យបានដឹងថារកបានអត់ទេមើលទៅហើយចំពោះមនុស្សទូទៅដល់ពេលដែលគេរៀនចប់ហើយក៏គេមិនច្បាស់លាស់ដែរថានឹងនៅពេលដែលគេទទួលសញ្ញាបត្រពីសាលាមកយកសញ្ញាបត្រហ្នឹងទៅដាក់ស្នើសុំការងារគេទទួលឬអត់ដោយសារតែអ្នកណាគេក៏ដោយឲ្យបានចូលសាកលវិទ្យាល័យហើយរៀនចប់ដល់ពេលរៀនចប់ទៅបានសញ្ញាបត្រដូចគ្នាទេប៉ុន្តែចំនួនការងារមានកំណត់ពិសេសជាងគេខ្ញុំនិយាយនេះផ្ដោតទៅលើអ្នកដែលចង់ធ្វើការនៅក្នុងវិស័យដែលខ្លួនឯងកំពុងរៀនហើយខ្ញុំនិយាយឧបសគ្គទាំងអស់នេះមិនមែនចង់បង្អាក់ឲ្យបងប្អូនទាំងអស់គ្នាមិនមករៀននៅស្រុកគេអីទេមិនមែនចឹងទេប៉ុន្តែមុននឹងមកត្រូវសួរខ្លួនឯងឲ្យច្បាស់ថាយើងអាចទទួលយកនៅឧបសគ្គទាំងអស់នេះបានអត់ហើយខ្ញុំលើកឡើងទៅ3ចំណុចធំៗហើយវាមានច្រើនលើនឹងទៀតប៉ុន្តែអា3ធំនេះបើសិនជាបងប្អូនស្ដាប់មកគិតមើលទៅប្រហែលជាមិនអាចទៅរួចទេនិងប្រហែលជាត្រូវគិតម្ដងទៀតថាគួរសម្រេចចិត្តមកឬអត់ដោយសារតែមានមនុស្សច្រើនណាស់មកដល់ទីនេះហើយពាក់កណ្ដាលផ្លូវបោះបង់ការប្រកួតចោលហើយវិលត្រឡប់ទៅស្រុកវិញខ្ញុំសោកស្ដាយប៉ុន្តែនេះគឺជាការពិតហើយបើសិនជាបងប្អូនទទួលយកបានចាំមកអូខេខ្ញុំគិតថាវីដេអូមួយនេះបានជាប្រយោជន៍ខ្លះដល់អ្នកនរគ្នាបើសិនជាចូលចិត្តវាហើយចង់មើលឃើញវីដេអូផ្សេងៗពីខ្ញុំទៀតជួយចុច follow page ម្នាក់មួយផងហើយកុំភ្លេចជួយចុច subscribe ក្នុង YouTube channel របស់ខ្ញុំផងអរគុណច្រើនជួបគ្នាវីដេអូក្រោយបាយបាយ